អត្តបទព្រះធម៌អប់រំចិត្តអវាទធម្មទានដោយព្រះសាសនមុនីមហាកម្មដ្ឋានាចារ្យហឹមប៊ុនធឿនធម្មថេរោព្រះពុទ្ធបានណែនាំយើងដែលមិនសូវឆ្លាតមានការយល់ដឹងខ្សោយបញ្ញាតិចតួចឲ្យចេះសេពគប់ពួកបណ្ឌិតគេមានប្រាជ្ញាក្រាស់ហើយមានលក្ខណៈល្អទាំងផ្លូវកាយវាចាចិត្តព្រោះគេមានជំនាញសិក្សាស្រាវជ្រាវនិងអនុវត្តមានបទពិសោធន៍សមត្ថភាពជ្រាលជ្រៅខ្ពង់ខ្ពស់ច្បាស់លាស់ណាស់ទម្រាំបានคล้ายជាលោកបណ្ឌិតមួយនោះព្រោះបណ្ឌិតនោះមានគំនិតល្អជាបដិមនៃបញ្ញាញាណមានហេតុផលល្អឥតខ្ចោះធ្វើអ្វីក៏មានប្រយោជន៍ផ្ដល់សេចក្តីសុខដល់សង្គមខ្លាំងណាស់សូម្បីតែសម្ដីពោលទៅហើយមានតម្លៃគុណធម៌ខ្ពង់ខ្ពស់សម្ដីអ្នកចេះដឹងគួរឲ្យសរសើរគួរឲ្យគោរពណាស់នេះជាលក្ខណៈបណ្ឌិតដែលព្រះអង្គណែនាំឲ្យយើងរាប់អានប៉ុន្តែបើមានឈ្មោះជាបណ្ឌិតដែរតែចេះតែនិយាយគ្មានហេតុផលគំនិតច្របូកច្របល់ស្មានគ្មានបទពិសោធន៍មិនដែលអនុវត្តធ្វើអ្វីមួយបានជោគជ័យពិតប្រាកដគ្រាន់តែស្រែកពោលកោកបណ្ឌិតនោះជាបណ្ឌិតសំដីកំហឹងអាកាសដោយផ្គរលាន់ក្រឹមភ្លេចបន្ទល់ព្រាករាល់ថ្ងៃប៉ុន្តែអត់ភ្លៀងប្រជាកសិករនាំគ្នាអង្គុយរងចាំទឹកភ្លៀងរហូតដំណាំដាំដុះស្រែស្រូវចម្ការធម្មជាតិទាំងឡាយស្វិតក្រៀមអន្តរាយគ្មានសល់បណ្ឌិតប្រភេទនេះព្រះអង្គឲ្យយើងអ្នកមានប្រាជ្ញាតិចតួចត្រូវចេះប្រយ័ត្ន